darling let's go យើងចេញពីវៀងច័ន្ទទៅលួងប្របាងចឹងទេមុននឹងទៅយើងទៅទិញស្បត់ទឹកភ្លើងឈ្មោះសិនអូខេ let's go ណែបងប្អូនអាចចូលទៅកក់ស្បត់ទឹកភ្លើងតាម app នេះបានដែលធ្វើការដូចអ្វីដែលខ្ញុំណែនាំនឹងទៅហើយបងប្អូនជឿរើសតម្លៃស្បត់ទៅហើយប្រហែលដែលបងប្អូនចង់កក់រួចបាទបងប្អូន login ចូលហើយរួចរាល់បងប្អូនទទួលបាន QR code ដូចដែលបង្ហាញនៅខាងលើហើយនឹងពេលវេលាដែលបងប្អូនត្រូវចេញដំណើរនេះបងប្អូនដល់ហើយដល់ឡើង counter នេះមួយគឺគេ check ស្បត់រថភ្លើងយើងហើយនឹង check ផ្ទៀងជាមួយ passport យើងតើត្រូវគ្នាអត់បន្ទាប់ពី check រួចអូខេយើងទៅដាក់វ៉ាលី scan check inវ៉ាលីហ្នឹងរួចក៏យើងទៅឲ្យគេ scan ខ្លួនប្រាណយើងមុននឹងចូលរថភ្លើងបាទនេះដូចស្តៀងនឹងយើងជិះយន្តហោះដែរបាទអត់ខុសគ្នាទេអញ្ចឹងបន្ទាប់ពីយើង check ហើយណែឡើងមក check ហើយ pass រួចរាល់យើងទៅមើលពេលវេលានៃរថភ្លើងចេញមកប្រមាណបន្ទាប់នៅពេលដែលគេចាប់ដើមបើកយើងត្រូវបង្ហាញ QR code ទៅគេដើម្បីឲ្យគេឆែកទៀងត្រឹមត្រូវរួចរាល់យើងក៏បន្តដំណើរទៅរថភ្លើងរបស់យើងអញ្ចឹងយើងសម្ដៅទៅរថភ្លើងរបស់យើងទៅនៅពេលដែលយើងទៅដល់រថភ្លើងរបស់យើងចូលទៅរកកៅអីយើងដើរសម្ដៅទៅរកកៅអីដែលមានលេខរៀងរបស់យើងដែលលេខកៅអីយើងអាចផ្ទៀងនៅលើសំបុត្រយើងបានបាទវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅលួងប្របាំងទាំងអស់គ្នាបាទសូមអរគុណ